ហើយជាងនឹងប្រទេសជូលីដែលត្រូវចាញ់បោកបញ្ឆោតឲ្យចាក់ចេញពីកោះនៅទីបំផុតក៏បានវិលត្រឡប់មកកាន់ច្រកចូលនៃកោះនិក្រីភាគខាងកើតក៏ប៉ុន្តែកម្លាំងនៃពួកបះបោរមកពីកោះនិក្រីទាំង3ក៏បានធ្វើការវាយប្រហារពួកគេភ្លាមពួកគេទាំងពីរមានបំណងចង់វិលត្រឡប់ទៅវិញដើម្បីជួយដល់ស៊ឺយៀនមិននឹកស្មានថាព្រឹទ្ធាចារ្យឈៀនសៀននៃកោះនិក្រីខាងលិចព្រមទាំងព្រឹទ្ធាចារ្យហួចាន់បានរៀបរៀងផ្លូវរបស់ពួកគេទាំង4នាក់ក៏មាននូវការប្រយុទ្ធដ៏ខ្លាំងក្លាហើយឈៀងដោយសារចង់ជួយទៅដល់ស៊ឺយៀនក៏មានបំណងចង់ពាក់លីខ្លួនឯងដើម្បីទប់ទល់នៅព្រឹទ្ធាចារ្យខ្លាំងក្លាហួចាន់ស្ថិតនៅក្នុងគ្រាអាសន្នស៊ឺយៀនក៏បានមកដល់ព្រមទាំងអាចចាត់ការនៅហួចាន់ដោយងាយស្រួលបន្ទាប់មកយោមៀងព្រមទាំងសៅយីសៀនឈីងលីននិងអ្នកដទៃទៀតក៏បានមកដល់ក្រោយពីស្ដាប់ឮថាស៊ឺយៀនកំពុងតែប្រឈមមុខទៅនឹងសមរភូមិដ៏កំណត់ខូខើស៊ឺយៀនពិតជាមាននៃចិត្តអន្ទះសារប្រញាប់ដឹកនាំគ្រប់គ្នាទៅកាន់សាលនិក្រិតភាគខាងកើតដោយសង្ឃឹមថាវានឹងមិនយឺតពេលទៅចុះស្វាគមន៍អ្នកគុណខ្ញុំគ្រប់បាក់ទាំងអស់គ្នាសាជាថ្មីម្ដងទៀតមកកាន់វីដេអូសម្រាប់រឿងប្រយុទ្ធកម្មមេឃីរដូវកាលទី5ដែលជាភាគទី183របស់យើងសាច់រឿងចាប់ផ្ដើមឡើងមកហើយយើងឃើញថាស៊ឺយៀនកំពុងតែប្រើប្រាស់នៅល្បឿនដ៏លឿនទៅជួយដល់ស៊ឺយៀនព្រមទាំងប្រាប់ឲ្យនាងត្រង់ឲ្យបានលបងទៅដល់ឥឡូវហើយនៅតាមផ្លូវនោះផងដែរក៏មាននៅកូនចៅរបស់គេជាច្រើនសៅយីសៀនប្រាប់ឲ្យស៊ឺយៀនប្រគល់នៅមនុស្សទាំងអស់នេះមកឲ្យពួកយើងដូរប្រញាប់ទៅជួយដល់ស៊ឺយៀនទៅយកព្រមរួចហើយសៅយីសៀនក៏ប្រញាប់ឈប់ប្រើប្រាស់នៅយុទ្ធសាស្ត្ររបស់នាងបង្កើតទៅជាចំហាយដើរជាច្រើនធ្វើការវាយប្រហារឈីងលីនឯនេះវិញបើនៅកែភ្នែកផ្កាប្រុសស្រី3របស់នាងដើម្បីចាត់ការជាមួយនឹងពួកគេហើយឈីងនឹងព្រឹទ្ធាចារ្យជូលីអ្នកទាំងពីរបន្តធ្វើការប្រយុទ្ធបើកផ្លូវឲ្យស៊ឺយៀនអ្នកក្លាហានយើងខណៈពេលដែលបន្តដំណើរទៅនោះក៏ស្រាប់តែប្រឈមមុខជាមួយនឹងជើងខ្លាំងផ្កាយពីរតោសឹងបែបហ្នឹងក៏ដោយស៊ឺយៀនប្រើនៅកណ្ដាប់ដៃរបស់គាត់ថាឲ្យជាផ្លូវភ្លាមមួយដៃនេះគឺពិតជាខ្លាំងក្លាមែនទែនយុទ្ធសាស្ត្រដែលកំពុងតែខ្មុះខ្មាញបំផ្ទុះគ្រប់ទិសទីវិនាទីនេះផ្កាយពីរកម្រិតយុទ្ធសាស្ត្រទី11ក៏ត្រូវបានខ្ទាតបែបនេះគេបានគិតហើយក៏ដោយសារតែមនុស្សម្នាក់នេះប្រញាប់ដំឡើងតែនៅតែអាចទប់ទល់ជាមួយនឹងស្និតវាប្រហាររបស់ខ្ញុំមាននៅសមត្ថភាពបែបនេះមិនអាចឲ្យឆ្លងទៅផុតនោះទេខណៈនោះផងដែរយើងក៏បានលឺនៅសំឡេងមនុស្សម្នាក់ប្រើប្រាស់នៅស្និតបានដៃទន្លេលឿងដូច្នេះគេក៏បានប្រើប្រាស់នៅក្រញ៉ាំនេះរបស់គេទៅទប់ទល់ស្និតទាំងពីរហាក់បីដូចជាកំពុងតែចាប់ដៃរាក់ទាក់គ្នាបំផ្ទុះពីពេញហ្នឹងយ៉ាវមីងក៏បានមកដល់កន្លែងស៊ឺយៀនប្រាប់ឲ្យទៅមុនចុះអ្នកក្លាហានជាងអរគុណរួចហើយក៏ប្រញាប់ធ្វើដំណើរបន្តឃើញស៊ឺយៀនហោះទៅគេក៏បានស្រែកថារកស្លាប់ហើយបែបនេះក៏ដោយយ៉ាវមីងក៏បានមកស្កាត់មុខថាទៅឲ្យខ្ញុំកុំទៅឲ្យលេងទីចុះក្លេទៅខាងក្នុងកងទ័ពនៃកោះទាំង3ក៏បានធ្វើការវាយប្រហារទៅកាន់បរិវាររបស់ស៊ឺយៀនទាំងសងខាងធ្វើការប្រយុទ្ធចុះឡើងមានស្លាប់មានពិការមិនថាយ៉ាងណាភាគីខាងកោះនិក្រិតខាងកើតនៅតែមិនអាចទប់ទល់ជាមួយនឹងពួកគេសម្នាក់ចុងក្រោយក៏នៅតែព្យាយាមខំប្រឹងខណៈពេលហ្នឹងគេបានឲ្យចុះចាញ់ភ្លាមទៅក៏ដោយសារតែនៅទីនេះត្រូវបានឡំពាត់ចិត្តអស់ទៅហើយសូម្បីតែរាជិនីនេះក៏មិនអាចគេចផុតបានដែរក៏ប៉ុន្តែម្នាក់នេះគេគឺពិតជាស្មោះត្រង់ថារាជិនីនេះកំពុងតែធ្វើការប្រយុទ្ធគេមិននឹងអាចចុះចាញ់បានទៅព្យាយាមក្រោកឡើងហើយពួកគេថាជនក្បត់ស្លាប់ទៅរួចសម្រុកឡើងធ្វើការប្រយុទ្ធបន្តដោយឡែកបីយើងក៏លេចមកកាន់ស៊ឺយៀនដែលកំពុងតែប្រយុទ្ធជាមួយនឹងស្ដេចនាគទាំង3ពួកគេដែលជាចាស់ទាំង3នាក់បែរជារួមគ្នាចាត់ការក្មេងស្រីម្នាក់ទៅវិញយ៉ាងណាមិញពួកគេក៏ចាប់អារម្មណ៍ដឹងថាធម្មពលរបស់ស៊ឺយៀនគឺពិតជាគួរឲ្យខ្លាចគឺពិតជាស័ក្តិសមជារាងកាយនិក្រិតមយូរ៉ាមែនធម្មពលបែរជាអាចឈានមកដល់កម្រិតនេះខណៈនោះផងដែរក៏មុំនេះក៏បានវាយឲ្យគេខ្ទាតចេញទៅនៅទីនេះស្ដេចនិក្រិតមួយទៀតបង្ហាញខ្លួននៅខាងក្រោយធ្វើការវាយប្រហារព្រឹទ្ធាចារ្យនិងស្ដេចនិក្រិតភាគខាងជើងកាយ3កម្រិតយុទ្ធសាស្ត្រទី11សោយរួចនិយាយឲ្យថាក្មួយស្រីហើយអ្វីនៅតែបន្តខំប្រឹងនៅគ្មានន័យបែបនេះនាងក៏ពិតជាទទួលបាននៅរាងកាយនិក្រិតមយូរ៉ាដែលវាក៏ពិតជាកម្រមានក្នុងរយៈពេល10000ឆ្នាំនេះក៏ប៉ុន្តែនាងនៅគ្មានខ្ចីខ្លាំងណាស់ចង់ប្រយុទ្ធជាមួយនឹងពួកយើងទាំង3នាក់នៅស្ទើរពេលហើយហើយគេក៏បានប្រើប្រាស់នៅកណ្ដាប់ដៃវាយមកកាន់ស៊ឺយៀនពេញមួយទំហឹងខណៈពេលហ្នឹងនាងក៏បានគេចទៅម្ខាងម្នាក់ទៀតនិយាយថាស្ដេចនេះខាងជើងពិតជាត្រឹមត្រូវក្មួយស្រីក្មួយនៅវ័យក្មេងខ្ចីណាស់គេជាស្ដេចនិក្រិតភាគខាងលិចកាយ3កម្រិតយុទ្ធសាស្ត្រទី11ដូចគ្នាដែរនិយាយថានាងខ្វះខាតនៅបទពិសោធន៍តើដឹកនាំនៅកោះសម្ព័ន្ធនិក្រិតបុរាណយ៉ាងម៉េចទៅម្នាក់ទៀតសម្រុកចូលនិយាយថាពួកយើងគឺជាចាស់ទុំមិននឹងអាចឈរមើលដោយមិនធ្វើអ្វីបានទៅម្នាក់នេះប្រាប់ថាមិនច្បាស់និយាយជាមួយនឹងនាងច្រើនពេកនោះទេហើយនាងប្រកល់នៅបល្ល័ង្កព្រមទាំងខ្សែលោហិតមយូរ៉ានិក្រិតមកគាត់ជាស្ដេចនិក្រិតភាគខាងត្បូងកាយ3កម្រិតយុទ្ធសាស្ត្រទី11ហើយស៊ឺយៀនក្មេងញៀនថ្នាំរបស់យើងឥឡូវក៏មិនណយនោះដែរគឺផ្កាយ4ឯណោះស្ដេចនិក្រិតទាំង3គឺចង់រំសាយនៅកោះនិក្រិតភាគខាងកើតស៊ឺយៀននិយាយហើយកុំឲ្យពួកគេនិយាយធ្វើដូចជាក្បាច់ក្បូរជាមួយនឹងនាងអីពួកលោកគ្រាន់តែឈ្នះឱកាសពេលបេដារបស់ខ្ញុំមិននៅបង្កឲ្យកោះសម្ព័ន្ធ3ខ្ញាច់ហើយពួកលោកថាគឺជាជនក្បត់ក៏មិនហួសហេតុណាស់ដែរឥឡូវនេះចង់យកសពដណ្ដើមយកនៅបល្ល័ង្កទៀតមែនទេប្រើប្រាស់នៅស្នេហ៍លំពេញរបស់នាងទៅវាប្រហារព្រឹទ្ធាចារ្យម្នាក់នេះទប់ជាប់និយាយឲ្យថាក្មួយស្រីស៊ឺយៀនណាសម្ដីដែលក្មួយនិយាយនេះវាមិនត្រឹមត្រូវទេពួកយើងទាំង3មាននៅខ្សែលោហិតរាជវង្សខ្លាចជាស្ដេចវាគឺជារឿងត្រឹមត្រូវរួចប្រើនៅក្រញ៉ាំនិករបស់គេទៅចាត់ការមិនថាយ៉ាងណាស៊ឺយៀនគឺនៅតែព្យាយាមទប់ទល់ហើយគេក៏បានឲ្យមើលនៅជុំវិញទីនេះមើលទៅកាន់កោះនិក្រិតឥឡូវនេះទៅគឺត្រូវបានខ្ចាត់ខ្ចាយព្រមទាំងមានរបួសមនុស្សក្នុងកោះសម្ព័ន្ធកាត់សម្លាប់គ្នាទៅវិញទៅមកតើគេដំណើរកាលពីមុនតណាបាត់ហើយក្រោយពីសម្លឹងមើលនៅការខូចខាតព្រមទាំងកូនចៅដែលត្រូវបានស្លាប់ទៅស៊ឺយៀននិយាយឲ្យថាពួកគេប្រកាសខ្លួនឯងធ្វើជាស្ដេចបំបែកនៅកោះសម្ព័ន្ធព្រមទាំងបង្កើតនៅចំនួនផ្ទៃក្នុងដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួននាំកោះសម្ព័ន្ធទាំងមួយចូលទៅក្នុងសង្គ្រាមប្រព្រឹត្តនៅទៅកំហុសដ៏ធំគឺពិតជាអាម៉ាស់ដល់ខ្សែលោហិតរាជវង្សខ្លាំងណាស់រួចបន្តប្រាយុទ្ធសាស្ត្ររបស់នាងទប់ទល់ជាមួយនឹងពួកគេផ្កាយ4ម្នាក់ប៉ះជាមួយនឹងផ្កាយ3នាក់សុទ្ធតែជាជើងចាស់ទៀតនាងមិនងាយស្រួលទប់ទល់នោះឡើយហើយគេក៏បានសួរថាដើម្បីផលប្រយោជន៍មែននេះសោយរួចសួរនាងត្រឡប់ទៅវិញចុះហេតុអ្វីបានជានៅតែចង់កាន់កាប់
នៅបល្ល័ង្ករបស់អធិរាជនិគិរីទៀតបង្កឲ្យកុសម្ព័ន្ធនិគិរីបុរាណរងទុក្ខពីការបែកបាក់តែនាងមិនមែនព្រោះតែដើម្បីផលប្រយោជន៍ខ្លួនឯងដែរទេមែនអត់រួចប្រាណយុទ្ធសាស្ត្រដ៏ខ្លាំងក្លាបញ្ចេញនៅក្រញាំនិគិរីជាច្រើនរបស់គេស៊ីយានបែបនេះក៏ប្រញាប់កិច្ចចេញអំពីក្រញាំទាំងឡាយនោះក្រញាំមួយនោះគ្រាន់តែធ្លាក់ទៅកូនចៅម្នាក់ក៏ត្រូវបានស្លាប់ព្រមទាំងរាជវាំងនិគិរីកាន់តែត្រូវបានបំផ្លិចបំផ្លាញស៊ីយានបន្តប្រើប្រាស់នៅយុទ្ធសាស្ត្ររបស់នាងវិបកត្រឡប់ទៅវិញកាលបើដូច្នោះមិញក៏បានជួយទៅដល់កូនចៅប៉ុន្មាននាក់នៅខាងលើប្រទេសចាស់នេះនៅតែនិយាយមកកាន់ក្មួយស្រីស៊ីយានឈប់រឹងរូសទៀតទៅព្រោះថាវានឹងបណ្ដាលឲ្យកុសម្ព័ន្ធជាច្រើនអ្នកទៀតស្លាប់ក៏ព្រោះតែនាងឲ្យប្រញាប់ប្រគល់នៅកោះនិគិរីភាគខាងកើតដូច្នេះកុសម្ព័ន្ធរបស់ពួកយើងគឺនឹងអាចរួមបញ្ចូលឆាប់ៗនេះស៊ីយានតបទៅវិញឲ្យពួកគេទាំង3ធ្វើឯងពោពេញទៅដោយសប្បុរសធម៌សច្ចធម៌អះអាងថាគឺជាអ្នកក្លាហានមានយុត្តិធម៌ស្ដាប់ទៅគឺពិតជាចង់ក្អួតខ្លាំងណាស់ខណៈនោះនាងក៏បានកិច្ចចេញអំពីក្រញាំរបស់ពួកគេទាំងពីរទាំង3ក្មេងស្រីញៀនថ្នាំរបស់យើងឥឡូវនេះគឺមិនដូចជាពីមុននោះទេសមត្ថភាពរបស់នាងគឺពិតជាខ្លាំងមែនតែនតែពេលនេះក៏ត្រូវបានស្ដេចអ្នកទាំង3វាយឲ្យខ្ទាតចេញទៅយ៉ាងឆ្ងាយលំពេងក៏បានរបូតចេញពីដៃគេនៅតែនិយាយឲ្យថាហេតុអ្វីចាំបាច់ត្រូវធ្វើបែបនេះឲ្យនាងចោះញោមភ្លាមទៅយ៉ាងណាក៏ដោយស៊ីយានមិនព្រមនោះឡើយហោះឡើងទៅខាងលើវិញសួរថាចោះចូលមែនទេយើងគឺជារាជនីនាគនៃកុសម្ព័ន្ធនិគិរីបុរាណគួរតែបោះសម្អាតនៅសម្រាមនៅក្នុងផ្ទះបើនៅកែភ្នែកដ៏កំណាយកាយសាហាវអមទៅដោយចំហាយធម្មពលដ៏ខ្លាំងក្លាបណ្ដាលឲ្យប្រទេសចាស់ទាំង3ក៏ដឹងថាចំហាយរបស់នាងកំពុងតែផ្ទុះឡើងទៀតហើយដូច្នេះត្រូវតែបញ្ឈប់ប្រទេសចាស់ម្នាក់នេះស្រីថាគុំសម្បីតែគិតឲ្យសោះបែបនោះក៏ដោយស៊ីយានបានបញ្ចេញនៅចំហាយនិគិរីមយុរាស្រីក្រហមផ្ទួនគ្នាបណ្ដាលឲ្យអ្នកទាំងពីរគ្នាត្រឡប់ទៅវិញកាលបើដូច្នោះមិញស្ដេចនាគម្នាក់នេះប្រើប្រាស់នៅធម្មពលដ៏ខ្លាំងរបស់គាត់តែស៊ីយានក៏បានបើកនៅស្រកានិគិរីមយុរានេះដើម្បីការពាររួចនិយាយទៅកាន់ពួកគេមើលទៅពួកលោកគឺបានភ្លេចហើយមិនមែនគ្រប់គ្នាដែលមាននៅខ្សែលហិតមយុរាស័ក្តិសមនឹងហៅថាជាអធិរាជនោះទេរួចបន្តប្រម៉ែប្រមូលនៅធម្មពលរបស់នាងក្រោយពីបន្តសម្លឹងមើលពួកគេទាំង3ក៏ដឹងហើយថាយុទ្ធសាស្ត្ររបស់នាងគឺកាន់តែបន្តកើនឡើងមិនអាចឲ្យនាងបន្តនោះទេក្មេងស្រីម្នាក់នេះកំពុងតែប្រើប្រាស់នៅធម្មពលរបស់អធិរាជនិគិរីដើម្បីធ្វើការបែងចែកនៅលំហបែបនឹងពិបាកចាត់ការនាងខ្លាំងណាស់តើគួរធ្វើដូចម្តេចទៅសួរទៅកាន់ស្ដេចនាគខាងជើងព្រះធីចានេះប្រាប់ឲ្យថាបើសិនជាយើងបង្ខំចាប់នាងឥឡូវនេះតម្លៃដែលត្រូវលះបង់ពីច្រើនសម្បំណាស់រួចហើយក៏ស្រាប់តែនឹកឃើញនៅវិធីមួយក្រោយពីទទួលការយល់ព្រមពីស្ដេចនាគ2នាក់ទៀតពួកគេហោះឡើងទៅខាងលើនិយាយមកកាន់ស៊ីយានក្មួយបាននិយាយថាពួកយើងដើម្បីផលប្រយោជន៍ខ្លួនឯងមិនខ្វល់អំពីអាយុជីវិតរបស់មនុស្សក្នុងកុសម្ព័ន្ធចុះបើសិនជាពួកយើងបង្កើតនូវជំរើសមួយទៅយ៉ាងមិនដែរខណៈនោះក៏ស្រាប់តែប្រម៉ែប្រមូលនៅធម្មពលរបស់ពួកគេបង្កឲ្យមាននៅគ្រោះមហន្តរាយរុនទះស៊ីយានស្រែកសួរឲ្យថាតើលោកកំពុងតែធ្វើស្អីនោះគេនិយាយឲ្យថាតោះមើលរាជនីនាគដែលមាននៅមេត្តាធម៌តើនឹងធ្វើអ្វីបន្តទៀតពួកគេបន្តសោយគ្រោះមហន្តរាយរុនទះនេះក៏បានបាញ់ចុះទៅគ្រប់ទិសទីវិនាទីនេះក៏បានបណ្ដាលឲ្យសមាជិកកុសម្ព័ន្ធនិគិរីជាច្រើនត្រូវបានស្លាប់កំថាឡយកោះនិគិរីខាងកើតសំបីតែកោះនិគិរីដែលជាកូនចៅរបស់ពួកគេនឹងក៏សម្លាប់មិនលើកលែងស៊ីយានស្រែកសួរឲ្យថាតើពួកលោកឈួតឲ្យមែនទេនៅខាងក្រោមនៅមានសមាជិកនៃកោះនិគិរីទាំង3ពួកលោកទៀតយ៉ាងណាពួកគេក៏នៅតែមិនខ្ចីខ្វល់ស៊ីយានក្រោយពីបន្តសម្លឹងមើលទៅកាន់សមាជិកនៃកុសម្ព័ន្ធនិគិរីបុរាណស្លាប់ម្ដងម្នាក់នាងគឺពិតជាពិបាកទ្រាំខ្លាំងមែនទែនដូច្នេះក៏មានតែសម្រេចចិត្តលះបង់នៅការប្រមូលនៅធម្មពលនេះស្រែកបញ្ជាឲ្យចំហាយនិគិរីមយុរាបើកនៅរនាំងស្រកាធម្មពលការពារទៅដល់អ្នកគ្រប់គ្នាមិនថាឡើយសូម្បីតែសមាជិកនៃកោះនិគិរីទាំង3នោះទៀតស្ដេចនាគខាងជើងដឹងថាជោគជ័យហើយធម្មពលការពារលាតសន្ធឹងដល់ម្លឹងចាំមើលតើនាងអាចទ្រាំបានយូរប៉ុណ្ណាទៅពេលនេះអ្នកគ្រប់គ្នាក៏បានដឹងថាជារាជនីនាគកំពុងតែការពារដល់ពួកគេមើលទៅកាន់ស៊ីយានរបស់យើងពេលនេះគឺពិតជាហត់នឿយខ្លាំងមែនទែនជាក្តឹបនេះជាក្មេងញៀនថ្នាំដែលលះរហូតប៉ុន្មានឆ្នាំមុនសោះតែឥឡូវនេះបែរជាមករ៉ាប់រងនៅទូនាទីដ៏ធំក្រុមនេះហៅពួកគេថាគឺជាអមនុស្សតែលោកចាត់ទុកសមាជិកកុសម្ព័ន្ធទាំងនេះជាអ្វីទៅចាត់ទុកពួកគេគឺជាឧបករណ៍ដើម្បីដណ្ដើមអំណាចពួកលោកមែនទេដើម្បីមហិច្ឆតារបស់ពួកលោកដើម្បីបល្ល័ង្កគឺអាចពាក់លីនៅជីវិតរបស់មនុស្សក្នុងកុសម្ព័ន្ធទាំងអស់ដោយមិនខ្វល់ហើយមែនដែរទេទីនេះមាននៅសមាជិកកោះនិគិរីទាំង3របស់ពួកលោកនៅក្នុងចិត្តរបស់ពួកលោកតើពួកគេគ្មានតម្លៃទេមែនអត់រួចនាងក៏បានបន្តខំប្រឹងដើម្បីពង្រឹងនៅធម្មពលការពារនេះមិនថាយ៉ាងណាក៏ដោយស្ដេចនាគខាងជើងចង់សម្រេចកិច្ចការធំមិនត្រូវខ្វល់ជាមួយនឹងរឿងតូចតាចឈ្មោះរបស់ពួកគេនឹងត្រូវបានឆ្លាក់នៅលើផ្លាកព្រលឹងរបស់កុសម្ព័ន្ធហើយប្រវត្តិសាស្ត្រគឺនឹងត្រូវបានកត់ត្រាថានៅថ្ងៃនេះពួកយើងដែលជាស្ដេចនិគិរីទាំង3ជាអ្នកបញ្ចប់នៅសង្គ្រាមផ្ទៃក្នុងរួចហើយពួកគេក៏បានបន្តសោយមើលទៅកាន់ចំហាយធម្មពលនិគិរីដ៏កំណាចនេះក៏បានសម្រុកទៅវិប្រហារដែនការពាររបស់ស៊ីយានបណ្ដាលឲ្យនាងគឺពិតជាពិបាកទ្រាំខ្លាំងមែនទែនបើទោះបីជាទ្រាំមិនបានក៏នាងនៅតែព្យាយាមទ្រាំរនាំងការពារក៏ចាប់ផ្ដើមប្រេះបាយទៅបន្តិចម្ដងស៊ីយានខិតខំមែនទែនមិនថាយ៉ាងណានាងក៏នៅតែមិនអាចទប់ទល់បាននោះឡើយក្រោយពីឃើញចឹងស្ដេចនាគទាំង3គឺពិតជាសប្បាយចិត្តខ្លាំងណាស់សម្លឹងទៅកាន់ស៊ីយានដែលសម្បីតែស្លាប់នឹងក៏ត្រូវបានរលាយទៅវិញខណៈនោះមិញប្រិយមិត្តជាទីមេត្រីអ្នកគុណនិយមគ្រប់គ្រងគ្រប់បកជាទីរាប់អានស៊ីយានក៏រលាយទៅក៏ស្រាប់តែបានឃើញនៅចំហាយការជោគគ្រីស្តាល់មួយក៏ដូចជាចំហាយនិគិរីមួយទៀតហោះទៅទប់ទល់ជាមួយនឹងធម្មពលរបស់ស្ដេចនិគិរីទាំង3បណ្ដាលឲ្យរាជនីនាគរបស់យើងក៏បាន
បើកភ្នែកធំៗសម្លឹងមើលងាកទៅម្ខាងឃើញស៊ីយិនរបស់យើងបង្ហាញខ្លួនចិត្តនាងតែម្ដងគាត់ប្រាប់ថាសុំទោសផងរបស់មកយីដែរក្រោយពីឃើញចឹងក៏ស្រាប់តែប្រែពីទឹកមុខរាជនីនាងដ៏អោងអាចមកទៅជាក្មេងស្រីគួរឲ្យស្រឡាញ់ហើយនៅស៊ីយិនអ្នកក្លាហានយើងឃើញមុខមករបស់នាងកំសត់បែបនេះចង់ទៅអង្អែលក្បាលក៏ប៉ុន្តែគាត់ដឹងថានាងមិនមែនជាក្មេងស្រីដូចជាពីមុននោះទេបដូរទៅជាផ្ទះស្មាថានាងល្អិតឥឡូវនេះធំដឹងក្តីហើយមិននឹកស្មាននោះទេថាក្មេងដែលតែងតែទាថ្នាំឥឡូវនេះបានខ្លាយទៅជារាជនីនាងដ៏ស័ក្តិសមម្នាក់ជួទឹកភ្នែកចេញបន្តិចរួចហើយគាត់ដឹងថាស៊ីយិនឈានទៅដល់ផ្កាយមួយកម្រិតតូចសឹងក៏ប៉ុន្តែតែចាស់សមអុយ3នាក់នោះគឺសុទ្ធតែជាផ្កាយ3ពួកយើងទាំងពីរនាក់មិនមែនជាដៃគូរបស់ពួកគេនោះទេហើយស៊ីយិនគួរតែប្រញាប់ចាក់ចេញទៅអ្នកក្លាហានយើងបានសួរនាងមុននេះបន្តិចគាត់គឺអាចដឹងអំពីចំហាយដែលកំពុងតែផ្ទុះដ៏ខ្លាំងក្លាតើនាងមាននឹងការរៀបចំផ្សេងទៀតមែនដែរទេនាងបានងក់ក្បាលត្រូវហើយក៏ប៉ុន្តែវាត្រូវការនៅពេលវេលាស្ដេចនាងនោះក៏បានស្រែកថាក្មេងមកពីណាបែរជាហ៊ានជ្រៀតជ្រែកនៅចំនួនរបស់កសម្ព័ន្ធនីគ្រីស៊ីយិនសួរត្រឡប់ទៅវិញចុះចំណែកលោកចង់សម្ព័ន្ធមិត្តជាមួយនឹងកសម្ព័ន្ធមយុរាបិសាចមេឃាវិញយ៉ាងម៉េចដែរចង់បកស្រាយយ៉ាងណាស៊ីយិនក្រោយពីដឹងថាពួកគេបានខົບខិតជាមួយនឹងសត្រូវស្លាប់រស់នាងគឺពិតជាខឹងយ៉ាងខ្លាំងក្រោយពីលើបែបហ្នឹងពួកគេឆ្ងល់ហើយហេតុអ្វីបានជាស៊ីយិនអាចដឹងបានទៅអ្នកក្លាហានយើងក៏បានប្រាប់ទៀតថាចាំក្រដាស់ទាំងនោះទៅផ្ទះដេកអស់ហើយពួកលោកទាំង3មិនចាំបាច់រងចាំទៀតនោះទេស្ដេចនាងម្នាក់ទៀតគេក៏បាននិយាយគិតថាពួកយើងជឿតែគ្រាន់តែសម្ដីឯងនិយាយមែនទេស្ដេចនាងខាងជើងប្រាប់ហើយថាបញ្ហាសំខាន់នៅពេលនេះគឺជាការចាប់នៅក្មេងស្រីនោះឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបានហើយបើសិនជាដូចជាអ្វីដែលក្មេងប្រុសម្នាក់នេះនិយាយមែនចាំពួកយើងជំរាបបញ្ជីជាមួយនឹងកសម្ព័ន្ធមយុរាបិសាចមេឃាតាមក្រោយស៊ីយិនងាកទៅខាងក្រោយសួរនាងថាតើត្រូវការពេលប៉ុន្មានទៅនាងប្រាប់ថាធុងមួយដើមគ្រប់គ្រាន់ហើយរួចចាប់ផ្ដើមប្រម៉ែប្រមូលនៅធម្មពលស៊ីយិនប្រាប់ថាប្រគល់ឲ្យខ្ញុំរួចហោះឡើងទៅប្រជុំមុខជាមួយនឹងពួកគេទាំង3នាក់ត្រៀមប្រើនៅយុទ្ធសាស្ត្ររបស់គាត់ស្ដេចនាងខាងជើងបញ្ជាស្ដេចនាងទាំង2ទាំង3នឹងសម្រុកចូលប្រជុំមុខទៅនឹងក្រញ៉ាំនាងដល់ទៅ3ស៊ីយិនប្រាប់ហើយថាពលលោកទាំង3បំបែកនៅកសម្ព័ន្ធបង្កើតនៅសង្គ្រាមស៊ីវិលខົບខិតជាមួយនឹងសត្រូវខាងក្រៅក្បត់ជាមួយនឹងកសម្ព័ន្ធខ្លួនឯងមិនថាបើទោះបីជាភក្តីភាពឬក៏ជាគុណធម៌សិតតែគ្មានបែរជាហ៊ានចង់បាននៅបល្ល័ង្ករបស់អធិរាជនិគិរីផងរួចបញ្ចេញនៅចំហាយរាងកាយដ៏ធំរបស់គាត់និយាយទៀតថាពួកលោកមិនស័ក្តិសមនោះទេគ្រាន់តែស្រែកក្រហមកម្លាំងធម្មពលនេះគឺពិតជាខ្លាំងមែនទែនបណ្ដាលឲ្យពួកគេទាំង3ពិបាកព្រលឹងស្ទើរតែចេញពីក្នុងខ្លួនដឹងហើយថានោះគឺជាការវាយប្រហារព្រលឹងការបបែបនឹងអ្នកទាំង3ក៏ប្រញាប់ធ្វើការរួមបញ្ចូលប្រើប្រាស់នូវយុទ្ធសាស្ត្របង្កើតទៅជាធម្មពលរនាំងការពារមួយក្រោយមកទៀតស៊ីយិនក៏បានបញ្ចេញនៅរាងកាយរន្ទះទាំង3ពណ៌របស់គាត់ស្ដេចនាងទាំង3នៅទីបំផុតក៏អាចទប់ទល់បានស្រែកហើយឥឡូវសំអុយយើងនឹងបំបែករាងកាយរបស់ឯងតែស៊ីយិនប្រាប់ថាមិនទាន់ចប់នៅឡើយនោះទេភ្លេចខ្លួនមួយផ្លែព្រឹត្តិការណ៍ក៏ហាក់បីដូចជាភ្ញាក់ផ្អើលក៏ដោយសារតែរាងកាយរន្ទះទាំង3ពណ៌របស់ស៊ីយិនបានទៅលួចបង្កើតផ្កាឈូកកំហឹងប្រពុតរួចរាល់ព្រមទាំងមកដល់ចិត្តគេបាត់ទៅហើយស្ដេចនាងទាំង3ក្រឡេកទៅចិត្តដល់ម្លឹងមិនដឹងថាកិច្ចទៅណាទាន់អ្នកក្លាហានជើងក៏បានប្រើប្រាស់នៅផ្កាឈូកកំហឹងប្រពុតរបស់គាត់បំផ្ទុះនៅទីនេះអនុភាពដែលប្រើប្រាស់ដោយយុទ្ធសាស្ត្រគំរិតតោសឹងអ្នកក្លាហានគ្រាន់តែមើលក៏ដឹងដែរថាវាខ្លាំងក្លាប៉ុណ្ណាក៏ប៉ុន្តែយ៉ាងណាក៏ដោយស៊ីយិនឥឡូវមានសមត្ថភាពអាចគ្រប់គ្រងមិនឲ្យប៉ះពាល់ទៅដល់អ្នកដែលមិនដឹងអីអ្វីៗក៏នៅតែបន្តផ្ទុះនៅលើអាកាសអ្នកដែលនៅខាងក្រោមបានត្រឹមតែដឹងថាវាគឺពិតជាខ្លាំងពេកហើយយ៉ាងមានកលេសទៅខាងក្រោយឃើញនៅផ្កាឈូកដ៏ស្រស់ស្អាតបែបនេះគឺពិតជាស័ក្តិសមជាប្អូនប្រុសស៊ីយិនរបស់ខ្ញុំមែនដៃគូបដិបត្តិរបស់គាត់ក៏ភ្ញាក់ផ្អើលដោយសារតែស្ដេចនាងទាំង3សុទ្ធតែជាផ្កាយ3ក្មេងប្រុសម្នាក់នេះបំបិតដោយរបៀបណាទៅយ៉ាងមានបានស្ទុះមកចាក់ថាយកល្អបារម្ភពីខ្លួនឯងសិនកលេសទៅខាងក្នុងវិញស៊ីយិនបន្តពីប្រើប្រាស់នៃយុទ្ធសាស្ត្រកម្ពុជាខ្លួនទួនក៏អស់កម្លាំងណាស់ដែរបើថ្នាំមួយគ្រាប់ព្រោះថាគាត់បានប្រើប្រាស់នៅធម្មពលព្រលឹងព្រមទាំងស្នេហ៍ប្រយុទ្ធជាបន្តបន្ទាប់អញ្ចឹងចំណាយនៅកម្លាំងធាតុច្រើនកំហឹងទន្លេលឿងព្រមទាំងផ្កាឈូកកំហឹងប្រពុតបើទោះបីជាវាខ្លាំងក្លាក៏ប៉ុន្តែរាងកាយរបស់អ្នកគ្រីបុរាណពិតជាតានខ្លាំងណាស់បូករួមជាមួយនឹងពួកគេទាំង3គឺសុទ្ធតែមាននៅធម្មពលដ៏ខ្លាំងក្លាប្រហែលជាពិបាកនៅក្នុងការសម្លាប់ពួកគេសរុបគ្នានោះពួកគេក៏ស្រាប់តែផ្ទុះចេញត្រឡប់មកវិញលើកនេះមិនមែនទម្រង់មនុស្សនោះឡើយក៏ប៉ុន្តែគឺជាក្រញ៉ាំនាគដែលគឺជាទម្រង់អ្នកគ្រីតែម្ដងមើលទៅកាន់រូបរាងដ៏កំណាចកាយសាហាវរបស់ពួកគេអ្នកទាំង3បន្តស្រែកក្រហមមករកស៊ីយិនស្របពេលដែលអ្នកខ្លះរបស់យើងម្នាក់ឯងប្រឈមមុខទៅនឹងស្ដេចនាគទាំង3សាច់រឿងភាគទី183ក៏ត្រូវបានស្លេះតែត្រឹមនេះឈុត highlight ភាគទី184អ្នកខ្លះដឹងហើយថាស៊ីយិនបន្តកិច្ចចេញពីនាគទាំង3ព្រមទាំងប្រើនៅយុទ្ធសាស្ត្រដ៏ខ្លាំងក្លារបស់គាត់ធ្វើការវាយប្រហារទៅបន្តមកក៏លេចនៅវត្តមានរបស់ស៊ីយិនសាជាថ្មីលើកនេះនាងប្រើប្រាស់ដាវវិញម្ដងតែអនុភាពមួយនេះគឺពិតជាសម្បើមខ្លាំងមែនទែនបណ្ដាលឲ្យនាគគ្រីទាំង3ប្រញាប់នាំគ្នារត់តែមិនដឹងថាទាន់ឬក៏មិនទាន់នោះឡើយស៊ីយិនក៏បានស្រែកប្រើនៅកម្លាំងដ៏ខ្លាំងរបស់គាត់ម្ដងទៀតឆ្លៀតជះរៀងដ៏សង្ហារបស់គាត់ឈុត highlight ភាគទី185ដែលត្រូវនឹងខែក្រោយផងដែរយើងបានឃើញនៅផ្ទាំងទស្សនីយភាពថ្មីដែលសារព្រលឹងហាក់ដូចជាកំពុងតែធ្វើអ្វីមួយយ៉ាងព្រមទាំងមានការពិភាក្សាអំពីសំណាក់ប្រទេសយ៉ាវឈិនព្រមទាំងជើងខ្លាំងអ្វីដែលសំខាន់គឺថាឆៃលៀនត្រឡប់មកវិញហើយក្រោយមកទៀតស៊ីយិននៅតែចរិតក្មេងតូចទៅពួននៅខាងក្រោយក្នុងបងប្រុសស៊ីយិនដដែលចំណែកឯតួស្រីម្នាក់ចុងក្រោយឃើញតែពីខាងក្រោយមិនដឹងថាជាអ្នកណាបើសិនជាអ្នកក្លាហានចង់ដឹងក៏មានតែរងចាំតាមដានទស្សនានៅសប្តាហ៍ក្រោយៗទៀតជាចុងក្រោយអរគុណទៅកាន់អ្នកគុណនិយមគ្រប់បាក់ដែលតែងតែគាំទ្រជាពិសេសសម្រាប់អ្នកក្លាហានដែលបានជួយគាំទ្រ admin តាមរយៈការចូលរួមនៅក្នុងពិភពគុណ Club ដែលជា group VIP នឹងគឺពិតជាផ្ដល់កម្លាំងចិត្តឲ្យ admin បន្តក្នុងការងារជាកម្មករសម្រាប់រឿងនេះហើយបើសិនជាអ្នកក្លាហានរូបណាចង់ទស្សនានៅរឿងទាំងអស់ដែល admin ធ្លាប់បានសម្រាយកន្លងមកសរុបជាង20រឿងដែលមិនចាំបាច់ពិបាកស្វែងរកក៏អាចជួយចូលរួមបានតែបើទោះបីជាមិនចូលទេក៏នៅតែអាចមើលបានតាមរយៈ YouTube ដដែលគ្រាន់តែខុសគ្នានៅត្រង់គុណភាពព្រមទាំងមានរឿងខ្លះដែល admin មិនអាចផុសបានដូចជាព្រេងនិទានព្រះបុរាណព្រេងនិទានសៀនវូ
អាទិទេពប្រមាញ់បិសាចរឿងទាំង3នឹងបើសិនជាហ៊ានផុសទៅដឹងតែបាត់ channel ទៀតហើយអ្នកក្លាហានចាំពិភពគុណស្មោះបានអត់ឥឡូវនេះស្មោះរហូតដល់ទៅបាត់ហើយយ៉ាងណាក៏ដោយគ្រប់យ៉ាងស្ថិតនៅលើការសម្រេចចិត្តរបស់អ្នកក្លាហានក៏ដោយសារតែការជួយតាមដានទស្សនានៅលើ YouTube ក៏ admin ទទួលបាននៅចំណូលដូចគ្នាអញ្ចឹងបើសិនជាអាច admin នឹងព្យាយាមខំប្រឹងធ្វើការសម្រេចជនឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបានអ្នកក្លាហានគ្រាន់តែគិតថាមើលតាម YouTube ជួយគ្រប់គ្រងកម្មករសម្រេចរឿង react ជួយជាសមាជិក VIP បើកាហ្វេដល់កម្មករសម្រេចរឿងទៅបានហើយគ្មានអ្វីខុសគ្នានោះទេក៏ដោយសារតែអ្នកក្លាហានទាំងអស់សុទ្ធតែមានតម្លៃសម្រាប់ admin បើសិនជាគ្មានការគ្រប់គ្រងក៏គ្មាននៅកម្មករសម្រេចរឿងម្នាក់នេះដែរជាចុងក្រោយដរាបណាភ្នំមិនផ្លាប់បដោទឹកនៅតែហូរជួបគ្នានៅក្នុងពិភពគុណបាយបាយ